នៅក្នុងចំណុចនៃការសិក្សាអំពីមេរៀនទី15នេះគឺតាក់ទងមួយការប្រើ to be ប៉ុន្តែយើងប្រើទៅក្នុងទម្រង់បដិសេធបាទទម្រង់ negatives បើសិនជាយើងជាកសិករយើងធ្លាប់រៀននៅមេរៀនមុនហើយយើងនិយាយថា I am a farmer ខ្ញុំគឺជាកសិករមួយរូបយើងកុំភ្លេចដាក់ផងមិនអញ្ចឹងហី I am a farmer ប៉ុន្តែចុះបើសិនយើងចង់និយាយថាខ្ញុំមិនមែនជាយើងត្រូវប្រើ not ខ្ញុំមិនមែនជា doctor ទេ I'm not a doctor ចឹងអ្វីដែលយើងបន្ថែមnot មកគឺជាបដិសេធដែរណាវាអាចកែប្រែទម្រង់វែងទម្រង់ខ្លីទៅតាមការនិយាយយើងនឹងរៀនបន្ទាប់ប៉ុន្តែគឺយើងត្រូវថែមតែ not មកគឺមានន័យថាវាជាបដិសេធសម្រាប់ to be ណាសម្រាប់គេសត្វ to be គាត់ដាក់ not ពីក្រោយវាមកណាយើង practice ទាំងអស់គ្នា I'm a farmer I'm not a doctor I'm not a doctor អូខេឥឡូវយើងមកមើលឧទាហរណ៍បន្ថែមចំពោះប្រធានមិនមែន I ទេមាន he មាន they មាន we មាន it មាន this មាន that ណាចឹងបើសិនជាគាត់នេះមិនមែនជាមនុស្សពេញវ័យទេ adult មនុស្សពេញវ័យ an adult ណាមានចាំទេហើយបានយើងប្រើ an ដោយសារតែនេះគឺជាសំឡេងស្រៈណា an adult ចឹង he's not an adult គាត់មិនមែនជាមនុស្សពេញវ័យទេពួកគេ they ពីរនាក់ហ្នឹងមិន they are not engineers ណាពួកគេមិនមែនជាវិស្វករទេយើងឃើញហ្នឹងនេះមាននេះផងណានេះពេទ្យអានេះអ្នកចម្ការអញ្ចឹង they are not engineers នេះគឺជាប៉ូលីសឯកស្ថានប៉ូលីសអញ្ចឹងយើងទាំងពីរនាក់នេះ we are not to be មក we are not ណាអញ្ចឹងអ្នកទាំងអស់គ្នាសង្កេតឃើញថាខ្ញុំសង្កត់សម្លេងកន្លែង not ហ្នឹងខ្លាំងជាង to be ណា we are not actors យើងមិនមែនជាអ្នកសម្ដែង they are not engineers ពួកគេមិនមែនជាវិស្វករ it is not 5 o'clock វាមិនមែនម៉ោង5ទេ as you can see ដោយអ្នកអរគ្នាបានឃើញណាវាម៉ោង3កន្លះ it is 3:30 វាម៉ោង3កន្លះ 3:30 ឬក៏ is 3:30 កន្លះផុតម៉ោង3 this is not a pig នេះគឺមិនមែនជាសត្វគោសត្វជ្រូកទេ a pig សត្វជ្រូកក្បាលទេ this is not a pig this is a chicken វាគឺជាមាន់មិនចឹងវាគឺជាមាន់ this is a chicken this is not a pig that is not my bag វាមិនមែនជាកាបូបរបស់ខ្ញុំទេ that's not my bag អូខេជាសកលលេង not អូខេ that អានោះគឺមិនមែនកាបូបខ្ញុំ that's not my bag នេះអ្នកនរគ្នានិយាយមកណានិយាយស្ដាប់ហើយនិយាយទៀតមកវាប្រែប្រួលតាម to be ហ្នឹងវាប្រែប្រួលតាមប្រធាន I am ទៅ she is we are ណាអ្វីសំខាន់គឺយើងត្រូវដឹងថាដាក់ not ហើយ not គឺជាការសង្កត់សម្លេងនៅពេលដែលយើងនិយាយណា I'm not a doctor she's not a doctor we are not doctors អូខេចឹងវាសង្កត់សម្លេងឡើង not to be យើងអត់សង្កត់សម្លេងឡើង to be ទេណាអ្នកនរគ្នារៀនទៅសេមកបាទយើងគុំពាក្យហ្មងការដំណើរយើងចេះហើយពាក្យអត់សិនតែយើងចេះហើយណា I years 35 years old គឺជាអ្វីដែលយើងធ្លាប់រៀនហើយ vet ផ្លេចហើយមើលទៅណាពេទ្យសត្វណា vet ពេទ្យសត្វអញ្ចឹងផ្គុំណា 15.4 អ្នកនរគ្នាផ្គុំឲ្យជើមកហើយនិយាយតាមហើយយើងស្ដាប់មើលយើងផ្គុំត្រូវអត់ទេយើងនិយាយត្រូវអត់ទេអានេះដូចគ្នាដែរយើងដឹង he she I ប្រើមួយ to be អីគេខ្លះគេឲ្យដាក់ not មកនិយាយមកអូខេហើយ the office គឺការិយាល័យ business woman ស្ត្រីអាជីវកម្មអាជីវករស្រីអាជីវករនេះគឺអាយុ18 years old អាយុ snake ពស់ artist សិល្បករម្នាក់ artist មាន s សារតែ v ពួកយើងគឺជាសិល្បករមិនមែនម្នាក់ទេច្រើនអ្នកat work នៅកន្លែងធ្វើការ a cat ឆ្មាហើយចាមាននៅវាយពាក្យគេប្រើពាក្យតែយើងពាក្យដែលយើងរៀនហើយនឹងភាគច្រើនចឹងបើសិនជាយើងស្ដាប់ផង listen to the audio ហើយយើងមើលតារូបភាពណា number the image ណាយើងមើលតារូបភាពណាវាត្រូវតាមដោយដែលគេបរិយាយបើគេនិយាយពី vet ដែល work with animal អាហ្នឹងយើងដឹងថាគឺជា
រូបភាព B នេះបើគេនិយាយពី police officer នៅប្រទេសកាណាដាណាហ្នឹងគឺយើងដឹងអាហ្នឹងគឺគេនិយាយពីរូបភាព A ជាងយើងស្ដាប់ហើយយើងដាក់តាមដាប់មកនិយាយណាមុនណាបន្ទាប់ដាក់តាមដាប់មកជាងការយើងអត់និយាយទម្រង់ពេញទេមិននិយាយ you are not អញ្ចឹងទេណាយើងមិននិយាយទម្រង់ពេញទេគាត់យើងនិយាយទម្រង់កាត់ណា you are ទៅជា your ណា you ហើយ ដាក់បើយើងកោង your ណា you're not a doctor you're not a doctor អូខេឬក៏ you ប៉ុន្តែយើងកាត់កន្លែង are not ទៅជា aren't are ហើយ aren't okay you aren't okay doctor ទៅណា you aren't a doctor you aren't a doctor just got like you aren't a doctor you aren't a doctor នេះឯងមិនជាពេទ្យមករូបទេ you're not a doctor you're not a doctor it's got like not ឬក៏យើង got like you aren't a doctor you're not a doctor okay ហ៊ាននិយាយណាបាទហ៊ាននិយាយទម្រង់កាត់អាហ្នឹងអត់និយាយបានទេបាទដំបូងយើងថាទម្រង់កាត់វាសរសេរមិនតបយើងអានតបយើងនិយាយតែណោះ I'm not ណា I'm not អូខេចឹងទម្រង់ I'm not នេះមានតែមកទម្រង់ខ្លីទេគឺ I'm not អានេះមិន am ណា I'm not a doctor a teacher I'm not a teacher yeah but it's not យើងអាចនិយាយ he's yeah he's not okay he's not yeah he's not a farmer ឬក៏ isn't អានេះគឺស្គាល់ like isn't អានេះគឺ not okay he's not a farmer he isn't a farmer it's not ជាមួយ she អញ្ចឹងណា she's not she's មានតែ she's not American ឬក៏ she isn't American she's not American ឬក៏ she isn't American okay practice តាមហ្នឹងណា practice តាមហ្នឹង it's not ដូចគ្នាអញ្ចឹង it's ណាចុះ it's not a pencil it isn't a pencil it isn't a pencil វាគឺជារឿងដែលយើងត្រូវ practice យើងអនុវត្តទៀតណា we are not យើងអាចនិយាយ we ហើយ we're okay we're not practice មក we ហើយដល់បើយើងកោងមក we're ណា we're not ហើយយើងស្គាល់ like not យើងចាំបើយើងស្គាល់ like not we're not waiters ឬយើងអាចនិយាយថា we aren't យើងក៏ like we aren't waiters not ទៅជា there tần đại gì cao người đảo nó hỏi vậy nè they're not British they aren't British thế nên là này anh bậc hạt gan dễ bút á vì bạ thằng bồ vì bạ để xả tay dân thử cai nơi sạch đốn đạn bao nhiêu ngồi bị tích đông ngồi bị xì rồi cọt cả lại na thử lên mấy nó vì tất cả bên trên lên mấy mũi khó phim xa bao nhiêu mất gì mà những practice dương đạp mà vì khó đi thòng na thử thòng na nêm xả tiền tôi tập prăng là bạn là tập họ thầm mày là gì tụi bạn hơi nó khăn khổ ní dương việc ấy thì nó dựng mưa tới bữa Louis tới chị is nè it mình phải em thế it is mình chẳng it is not it's not you are vậy mà nếu nó thấy mưa tới bạn my brothers mà hiền Tom and Angela pi nhé it's not they are nếu nó cái nào mà chứ put at the bot chứ cái thằng anh sẽ đặt chỗ này hai trăm dương tự tụi ấy hai dương chọi xong đùa ấy thầy cái cá chọi nữa nè nó phải chọi con này
Bạn nói an chưa an là chứ read the blog and answer the questions. Nhưng an là blog, nó hai the blog. Okay. Chứ an blog là những trả lời xong rồi. Okay, answer the question. My life blog. My life blog. Nó chỉ vứt vàoខ្ញុំណាគឺថាអត្ថបទ blog ដែលតាក់ទងជាមួយជីវិតរបស់ខ្ញុំ my life blog. About me, my name is François and I am 35 years old. I speak French, but I'm not from France. I'm Quebec. I'm married to a man called Henry. He speaks English, but he isn't from North America and he isn't Britain. He's from New Zealand. We don't live in Quebec or New Zealand. We live in Ohio, USA. We are graduate students there. ចឹងខ្ញុំឈ្មោះ François ហើយខ្ញុំអាយុ35ឆ្នាំខ្ញុំនិយាយភាសាបារាំងតែខ្ញុំមិនមកពីបារាំងទេខ្ញុំមកពី Quebec ណា Quebec Quebec ខ្ញុំមាន Quebec នៅប្រទេស Quebec ហ្នឹងឯងណា Quebec ខ្ញុំការជាមួយនឹងបរិសម្នាក់ដែលមានឈ្មោះថា Henry ហើយគាត់និយាយភាសាអង់គ្លេសប៉ុន្តែគាត់មិនមែនមកពីអាមេរិកខាងជើងឬក៏គាត់មិនមែនមកពីBritain ទេអង់គ្លេសទេគឺគាត់មកពីប្រទេស New Zealand យើងមិនរស់នៅ Quebec ឬក៏នៅ New Zealand ទេណាយើងរស់នៅ Ohio ប្រទេសអាមេរិកយើងជាសិស្សបញ្ចប់ការសិក្សានៅទីនោះនៅណានៅ Ohio ប្រទេសអាមេរិកហ្នឹងជាយើងមើលមកតើគាត់នឹងមិនមកពីអាមេរិកទេតើគាត់និយាយភាសាបារាំងហ៎តើនាងនិយាយភាសាបារាំងហ៎ណាតើនាងគឺជាជនជាតិបារាំងហ៎តើប្តីរបស់នាងនឹងនិយាយអង់គ្លេសទេប្តីរបស់នាងគឺជាជនជាតិ British ទេតើពួកគេរស់នៅអាមេរិកអត់ហើយប្តីរបស់នាងមិនមែនជាសិស្សទេត្រូវខុសយើងអានមិញយើងដឹងហើយប៉ុន្តែអ្វីដែលចង់ឲ្យអ្នកនរគ្នាធ្វើគឺកុំភ្លេចអានខ្លួនឯងណាអានខ្លួនឯងហើយអានវិធីក្នុងការអានណាជាមិនអានមកស្មើថេញទេវាអត់បានអីទេណាអានស្មើថេញមិនយើងអានដោយគ្មានការបដោតអារម្មណ៍មានការមានអារម្មណ៍មានមនោចេតនាជាមួយអត្ថបទហ្នឹងមានការយល់ពីអត្ថបទហ្នឹងយើងតែអានជាមួយនឹងអារម្មណ៍របស់យើងជាមួយនឹងការឡើងចុះសំឡេងជាមួយនឹងពាក្យណាដែលសំខាន់ឧបមាថា My name is François វាសំខាន់ I'm 35អានេះក៏សំខាន់វាជាព័ត៌មាននិយាយទៅការ I speak French and I'm not from France ខ្ញុំមិនមកពីបារាំងទេវាកន្លែងណាដែលជាព័ត៌មានដែលយើងចង់ដឹងយើងស្កត់សលេងតិចទៅបើគេមិនឮក៏យើងឮខ្លួនឯងក៏យើងស្កត់ទៅលើអារម្មណ៍ខ្លួនឯងបាន Married ខ្ញុំរៀបការណាអញ្ចឹងអ្នកនរគ្នាត្រូវអានជាមួយការឡើងចុះសំឡេង He speaks English but he isn'tយើងសង្កត់កន្លែងដែលជាបដិសេធហ្នឹងអញ្ចឹងវាទាមទារឲ្យការអនុវត្តនៃការអានរបស់យើងហ្នឹងអ្នកនរគ្នាធ្វើម៉េចអានជាមួយនឹងការលើកដាក់សំឡេងអារម្មណ៍អត្ថន័យដែលមាននៅក្នុងហ្នឹងខ្ញុំអានដូចអត់តន់ស៊ីហើយយើងតំអានដំបូងអញ្ចឹងយើងฝึกហាត់ការអានទៅយើងណាយើងរៀនម្ដងហើយម្ដងទៀតអត្ថបទថ្មីយើងអានចាប់ផ្ដើមបញ្ចូលtonality តង់សំឡេងឡើងចុះចាប់ផ្ដើមបញ្ចូលអារម្មណ៍នៅក្នុងនឹងចាប់ផ្ដើមអានបដាយល់ពីប្រយោគនឹងបដាណាជាងវាថាការពេលប៉ុន្តែវាមិនយូរទេឲ្យយើងផឹងប្រែងជាមួយនឹងការរៀនម្ដងតិចនេះគឺមេរៀនយើងបែកកង់ដែរអានេះយើងអនុវត្តការនិយាយរបស់យើង I'm not but you aren't but he isn't but they aren't ណាយើងអាចថានៅកន្លែងជាការហត់ឬក៏អាយុ24ឆ្នាំយើងនិយាយទៅបាន12ប្រយោគដែរត្រឹមត្រូវអូខេមេរៀនទី15មានតែប៉ុណ្្នឹងប៉ុន្តែវាទាមទារយើងអនុវត្តច្រើនអនុវត្តការនិយាយការអានការស្ដាប់ណាហើយជួបគ្នានៅមេរៀនបន្តទៀត